សួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទនេះគឺជាសកម្មភាពដើរទៅកាប់រកកាប់ដើមពពែលណាបងប្អូនបាទហើយដើមពពែលនេះបងប្អូនភាគច្រើនប្រកាសជាស្គាល់ហើយបាទគឺយើងយកដើមពពែលនេះយកទៅធ្វើជាពពែលគេហៅពពែលណាពពែលដើម្បីយកទៅដាក់នៅទឹកត្នោតបាទនៅយើងបងប្អូនពូមីងយាយតាយើងដែលជាអ្នកធ្វើទឹកត្នោតណាធ្វើត្នោតស្ករត្នោតយើងគល់ងាប់នេះគឺគេយកដើមពពែលហ្នឹងហើយទៅដាក់នៅក្នុងទឹកត្នោតហ្នឹងដើម្បីឲ្យទឹកត្នោតរបស់យើងហ្នឹងមានរសជាតិឬក៏កុំឲ្យវាទឹកត្នោតវាជូរឲ្យវាផ្អែមរក្សាគុណភាពទឹកត្នោតហ្នឹងអាហ្នឹងបើខាងខ្ញុំនេះមិនសូវដឹងច្បាស់អំពីខាងហ្នឹងដែរប៉ុន្តែដឹងថារកមុំអីពពែហ្នឹងគេយកទៅដាក់នៅទឹកត្នោតផ្អែមបាទតែគេធ្វើទឹកត្នោតផ្អែមហ្នឹងគេយកទៅដាក់នៅក្នុងពងនឹងឯងគេហៅពពែលណាបាទហើយរុក្ខជាតិមកប្រភេទនេះដែលគេហៅថាពពែលហ្នឹងគឺអត់សូវសម្បូរទេបងប្អូនបាទនៅតាមតំបន់យើងដែលតំបន់វាលទំនាបគឺថាអត់មានទេបាទទៅខាងវាលទំនាបហ្នឹងអត់មានទេបើតំបន់ខាងខ្ពង់រាបព្រៃភ្នំទើបបានមានដើមពពែហ្នឹងអញ្ចឹងណាអញ្ចឹងហើយឆ្លៀតឱកាសដែលបានបលេងផ្ទះបងនៅកោះកុងហ្នឹងក៏ពុកខ្ញុំគាត់ជាអ្នកឡើងត្នោតដល់អញ្ចឹងទៅគឺតម្រូវការចាំបាច់នៃការធ្វើត្នោតហ្នឹងគឺពពែលហ្នឹងហើយបើថាអត់មានពពែហ្នឹងគឺថាធ្វើអត់កើតត្មងកាលមុននោះអត់ពពែលគេដាក់ដើមកក្លឿដែរគេស្ទុះយកសបកដើមកក្លឿដាក់ណាប៉ុន្តែវាអត់ល្អដូចដើមពពែលទេបងប្អូនបាទគឺគេយកដើមពពែលហ្នឹងគេទៅយកឬក៏យកគល់ដល់ពេលយើងយកពេលយកដាក់ត្នោតទៅគេកាប់ដាក់វាម្ដុំទូចប៉ាន់មេដៃមេជើងនឹងដាក់នៅក្នុងបំពង់ទឹកត្នោតឲ្យទឹកត្នោតវាស្រក់ទៅគឺវាត្រាំចេញជាតិនៅក្នុងទឹកត្នោតផ្អែមនឹងបែងបាទហើយគេបានមកកាប់ជាមួយនឹងបងហើយនឹងជាមួយនឹងពូបាទហើយពពែនេះគឺទូចទេយើងអត់ចង់បានអាដើមធំអញ្ចឹងណាហើយសម្បូរណាបងប្អូនបាទនៅខាងកោះកុងស្រែអំបិលនេះសម្បូរណាស់ដើមពពែនេះយកទៅណាអស់បាទយកអាដើម3 4អោបក៏មានអាដើម1អោបក៏មានហើយដែលយើងកាប់ដើមទូហ្នឹងដោយសារយើងកាប់អញ្ចឹងទៅវាស្រួលដឹកបាទយើងផ្លូវឆ្ងាយអញ្ចឹងណាអញ្ចឹងយើងកាប់កោះយកទាំងរឹសអញ្ចឹងទៅហើយធ្វើនេះមិនមែនបំផ្លាញព្រៃឈើបងប្អូនបាទដោយសារដើមនេះសម្បូរបងប្អូនបាទដើមពពែនេះសម្បូរទូកាប់កោះ2 3គល់ហ្នឹងក៏កូនវានៅច្រើនពេញទឹកពេញដីពេញព្រៃហ្នឹងបងប្អូននៅបាទមិនខ្វះទេដើមពពែនេះអត់ចេះផុតពូទេបើថានៅក្នុងព្រៃនេះសម្បូរមែនតែនហ្មងហើយយើងកាប់កោះ3 4គល់មកយកមកផ្ញើពូផងយកមកផ្ញើឪខ្ញុំនេះផងមកគាត់ធ្វើថ្នោតដែរអញ្ចឹងនៅខាងខេត្តតាកែវហើយបាទនេះគឺជាកម្មភាពនិយាយរួចតឹងនៅតាក់ដល់ហើយបាទកម្មភាពកោះទាញលើងគោលដើមពពែនឹងឯងបងប្អូនបាទអញ្ចឹងពេចទស្សនាដល់ចប់ទាំងអស់គ្នាដែលកម្មភាពនេះវាថាសបាយផងបាទអីផងអីចឹងទៅបងប្អូនបាទសូមទាញទស្សនាទាំងអស់គ្នាដោយរីករាយបាទអរគុណច្រើនពីគល់អត់យកវក់ពេលអញ្ចឹងអូគាត់ថាដាក់កតហ៎គាត់ថាកតល្អហ៎វក់វាណា
tập bồ sát thì giờ đặt cô ngóm ngó và cô cạn ngọc sẽ bàn thả ra xóa phế đó mình nghĩ cuối à nó cái ao cho chị đấy nó cô luyện ngóm này ca nhộng đang con nào lại ghẹ lụi ao bạn đây là cô rồi lụi ao vào cái bát đó cái càng khác đây đây nó ăn đi được cái rồi mấy gì vốn cái ạp cô tựa cái là các bạn đấy là kia quê chẳng con hết con mà rửa chiếc tập cái nào ban lán kia là này sát ôi đi cắt cái phí vậy thùng phí không phế này cả về ai cho nó lắm ai một phục là cho một phục làm như vậy là thả phục rồi đấy một quay được bắt bắt nó chơi bắt nó chơi bắt không can phóng này cá đấy cá đúng đấy con xài ba